ពុកខ្ញុំនិយាយថារឿងមនុស្សប្រុសត្រូវមើលលើកាយសម្ភារខ្ពស់ជើងវែងគូទងបែបនេះទៅពូជល្អខ្ញុំយកគាត់កូនស្រីនោះគឺជាអង្គរៈគាត់គឺត្រូវតាមស្តង់ដារអាហារៀបការចូលផ្ទះខ្ញុំមែនទេហា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 អ្នកនាងឈីញ៉ៃញ៉ងកូនប្រុសតូរបស់មេតបធំការពារជាតិឃុំខ្លួនក្នុងផ្ទះ3ខែរដ្ឋមន្ត្រីឈីអប់រំកូនស្រីមិនបានល្អពីនៃកាត់ប្រាក់ខែកន្លះឆ្នាំក្រោយមកទើបខ្ញុំដឹងថាគាត់ឈ្មោះវៃលីនឈុនគឺជាកូនប្រុសតូតែមួយគត់របស់មេតបធំការពារជាតិចប់ហើយពួកយើងសុទ្ធតែមានអនាគតមិនសូវភ្លឺស្វាងទេតាំងពីឆ្នាំដែលខ្ញុំពេញវ័យមកពុកខ្ញុំតែងតែកាន់ខ្សែម៉ែត្រដើរចុះឡើងតាមកម្មវិធីជប់លៀងនានារដ្ឋមន្ត្រីឈីតើលោកកំពុងធ្វើអ្វីហ្នឹងកុំកម្រើកសុំវាស់ប្រវែងជើងបន្តិចកំពុងរើសស្វាមីឲ្យកូនស្រីខ្ញុំតើត្រូវតែមើលលើរៀងរើហាហាហាខ្មាស់គេណាស់ខ្មាស់គេខ្លាំងណាស់ពុកគួរតែរក្សាអាការៈបន្តិចទៅរើសស្វាមីឯណាមានអ្នកធ្វើដូចពុកនោះបានកូនមើលចុះការរើសស្វាមីគឺដូចជារើសពូជសត្វអូមិនមែនទេគឺដូចជារើសពូជសត្វអញ្ចឹងកាយសម្ភារគឺជារឿងសំខាន់បំផុតរាងខ្ពស់គឺពូជល្អជើងវែងរត់បានលឿនម្នាក់នេះមានកម្លាំងពុកតើពុកអាចធ្វើខ្លួនឲ្យធម្មតាបន្តិចបានទេពុកមិនធម្មតាត្រង់ណានេះគេហៅថាការអនុវត្តជាក់ស្ដែងម្នាក់នោះមិនបានទេគឺទាបពេកម្នាក់នេះក៏មិនបានដែរគឺស្គមពេកអាយ៉ាម្នាក់នេះល្អម្នាក់នេះជើងវែងព្រះរាជទាយាទម្នាក់នេះល្អណាស់ខ្សែស្រឡាយរាជវង្សកាយសម្ភារពិតជាអស្ចារ្យពុកនោះគឺជាព្រះរាជទាយាទយ៉ាងម៉េចព្រះរាជទាយាទក៏ត្រូវមានបុត្រាបុត្រីដែរតើកូនស្រីពុកមិនស័ក្តិសមទេនរណានិយាយកូនស្រីរបស់រដ្ឋមន្ត្រីជាខ្ញុំស័ក្តិសមជាមួយអ្នកណាក៏បានដែរហើយចង្កេះនោះខ្សែគូតនោះគឺត្រូវនឹងស្តង់ដារមាសក្នុងការរើសកូនប្រសាររបស់ពុកខ្ញុំតែម្ដងទម្ងន់កម្ពស់សេនេទិកពូជនេះគឺច្បាស់លាស់ណាស់សំខាន់ខ្សែស្រឡាយរាជវង្សគឺរឹងមាំណាស់ពុកអើយខ្ញុំមិនចង់បានព្រះរាជទាយាទទេចុះកូនចង់បាននរណាខ្ញុំយកគាត់អង្គរៈម្នាក់នោះបានកូនឈួតហើយអីនោះត្រឹមតែជាអ្នកយាមទ្វារម្នាក់ប៉ុណ្ណោះគាត់មិនមែនជាអង្គរៈធម្មតាទេមិនធម្មតាយ៉ាងម៉េចមិនមែនគ្រាន់តែអបដាវឈរនៅទីនោះមិនកម្រិតទេអីមនុស្សបែបនេះនៅតាមផ្លូវក្នុងទីក្រុងចាប់មួយក្តាប់បានមួយគំនរហាហាហាពុកសាកមើលឲ្យច្បាស់ទៅពុកមើលទៅគាត់គ្រាន់តែជាហាក់ដូចជាមានភាពខុសគ្នាបន្តិចមែនទេហើយពុកមើលជើងរបស់គាត់ទៅមើលដោយផ្ទាល់ភ្នែកគឺវែងជាងព្រះរាជទាយាទដល់ទៅ3ទឹកទាំងមូលគឺចង្កេះតូចគូតុងគឺត្រូវនឹងស្តង់ដារមាសរបស់ពុកទាំងស្រុងប៉ុន្តែស្អីទៅពុកមិនមែននិយាយថាការរើសស្វាមីត្រូវអនុវត្តជាក់ស្ដែងទេតើព្រះរាជទាយាទអាចរៀបការចូលផ្ទះយើងបានទេច្បាស់ណាស់គឺមិនបានចុះគាត់បានទេមិនប្រកាសថាបានទេមានហេតុផលអញ្ចឹងកូនទៅសួរមើលទៅពេលនេះហ៎ត្រូវហើយរើថ្ងៃមិនស្មើនឹងជួបចំថ្ងៃទៅចុះត្រូវតែប្រញាប់ចាត់ការឲ្យបានលឿនក្រែងលោត្រូវកូនប្រមុំផ្ទះផ្សេងដណ្ដើមបានមុនទៅបានខ្ញុំឈីវ៉ាន់រស់នៅ16ឆ្នាំមកនេះមិនដែលខ្លាចអ្នកណាទេលោកម្ចាស់សួស្ដីសាកល្បងពិចារណារៀបការចូលផ្ទះខ្ញុំទេសម្ដីនិយាយចេញទៅហើយតែខាត់មិនអាចកំសាកទេលោកម្ចាស់តើមានឈ្មោះអ្វីដែរអ្នកនាងឈីនាងកំពុងតែខ្ញុំកំពុងនិយាយរឿងធំលោកម្ចាស់លក្ខខណ្ឌគ្រួសារខ្ញុំពិតជាមិនអន់ទេពុកខ្ញុំគឺជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុខ្ញុំគឺជាកូនស្រីតូក្នុងគ្រួសារត្រឹមតែលោកព្រមរៀបការចូលមកធានាថាលោកមិនខ្វះខាតការហូបចុកស្លៀកពាក់ទេអនាគតគ្មានក្តីបារម្ភសាកពិចារណាមើលទេមិនពិចារណាទេហេតុអ្វីលោកមានគូដណ្ដឹងហើយឬមិនមានទេចុះហេតុអីមកពីខ្ញុំមុខអាក្រក់ឬមួយត្រកូលគ្រួសារខ្ញុំមិនសូវល្អព្រោះខ្ញុំគឺជាវៃលីនឈុនលូឈីងនេះគឺជាកូនប្រុសតូរបស់អ្នកវៃលីងឈុនមែនទេពិតជាឪពុកខ្លាគ្មានកូនសុនក្មែនហាហាហាអ្នកនាងធំឈីរូបនេះតើត្រូវគេឃុំក្នុងផ្ទះយូរពេកទេដឹងទើបឃុំរហូតដល់ល្ងងបែបនេះសូម្បីតែកូនប្រុសតូរបស់មេតបទម្លូក៏នាងមិនស្គាល់ដែរហើយនៅចង់ឲ្យមេបញ្ជាការកងទ័ព80ម៉ឺននាក់នៅថ្ងៃអនាគតរៀបការចូលរដ្ឋមន្ត្រីទៀតនាងពិតជាហ៊ានគិតមែនវៃលីងឈុនកូនប្រុសតូរបស់មេតបធំការពារជាតិថ្ងៃអនាគតត្រូវស្នងតំណែងក្នុងភូមិគ្រឹះមេតបតើខ្ញុំទើបតែបានញ៉ាំញ៉ងកម្ពុជាទេវតាពិឃាតបែបណាទៅនេះដើរទៅជើងឆាប់កម្រើកឡើងអ្នកនាងឈីនៅចង់សួរអ្វីទៀតទេខ្ញុំចំណាំមនុស្សខុសហើយហា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 អូចំណាំខុសថាជានរណាត្រឹមតែជាអង្គរៈធម្មតាម្នាក់អង្គរៈធម្មតាកូនស្រីបណ្ដូលចិត្តរបស់រដ្ឋមន្ត្រីឈីសូមអង្គរៈធម្មតាម្នាក់រៀបការនៅកណ្ដាលចំណោមមនុស្សមិនមែនសូមរៀបការទេគឺអញ្ជើញត្រូវហើយខ្ញុំគ្រាន់តែឃើញលោកមានអត្តចរិតមិនធម្មតាក៏អញ្ជើញលោកមកលេងផ្ទះខ្ញុំអញ្ជើញគេមកលេងផ្ទះតើមាននរណាសួរគេថាព្រមរៀបការចូលអត់ទេអ្នកនាងឈីម្នាក់នេះពិតជាបើភ្នែកនិយាយក៏ហក់មែនអ្នកនាងឈីពិតជាកំ pl ែងមែនប៉ុន្តែរឿងពិភាក្សាពីរឿងរៀបការបែបនេះ
គូបង្អង់ឲ្យចាស់ទុំជាអ្នកពិភាក្សាវិញទៅផ្សំតើលោកឪពុករបស់នាងនៅឯណាត្រូវហើយចុះពុកខ្ញុំនៅឯណារត់លឿនឡើងប្រញាប់រត់ទៅរត់មនុស្សពេញកម្មវិធីកំពុងសម្លឹងមកខ្ញុំតើឲ្យខ្ញុំរត់ទៅណាអ្នកនាងឈីមិននិយាយស្ដីគឺយកព្រមហើយឬយកព្រមរឿងអ្វីយកព្រមថានាងចង់ឲ្យខ្ញុំរៀបការចូលផ្ទះនាងខ្ញុំមិនបានចង់ទេលោកកុំនិយាយមួបង្កាច់គេពាក្យសម្ដីអំបញ្ញមិញអ្នករាល់គ្នាសុទ្ធតែបានឬត្រូវហើយពួកយើងសុទ្ធតែយ៉ាងច្បាស់អ្នកនាងជីពិតជាវីនារីមែនគឺក្លាហានដល់កម្រិតកំពូលហើយជួបគ្នាលើកដំបូងក៏ហ៊ានសុំរៀបការទម្លាប់គ្រួសារភូមិគ្រឹះរដ្ឋមន្ត្រីពិតជាធ្វើឲ្យគេបើកភ្នែកធំមែនលោកម្ចាស់លូនេះគឺជាការយល់ច្រឡំទេយល់ច្រឡំអ្វីទៅខ្ញុំអំបញ្ញមិញផឹកស្រវឹងទៅពង្វេងស្មារតីក្នុងដៃនាងគ្មានកែវស្រាទេខ្ញុំខួរក្បាលខ្ញុំខូចហើយអំបញ្ញមិញគឺអាការៈឡប់សឹកមើលទៅដូចជាដឹងខ្លួនច្បាស់ណាស់តើម្នាក់នេះច្បាស់ជាមានចិត្តណាស់ហើយឋានៈជាឧត្តមសេនីយ៍វ័យក្មេងតែបែរជាចង់មើលខ្ញុំធ្វើរឿងគួរឲ្យអស់សំណើចនៅកណ្ដាលចំណោមមនុស្សលោកម្ចាស់វ័យលោកជាមនុស្សមានចិត្តទូលាយសូមចាត់ទុករឿងអំបញ្ញមិញដូចជាខ្យល់ផាត់កាត់ទៅចុះកុំប្រកាន់ខឹងនឹងខ្ញុំអីបានតើខ្ញុំប្រកាន់រឿងអ្វីខ្ញុំគ្រាន់តែចង់ដឹងតើធម្មតារដ្ឋមន្ត្រីឈីអប់រំកូនស្រីយ៉ាងដូចម្ដេចឃើញមនុស្សប្រុសក៏សុំរៀបការភ្លាមតែម្ដងប្រញាប់ចង់បញ្ចេញខ្លួនឲ្យគេបែបនេះឬពុកខ្ញុំបង្រៀនខ្ញុំថាឬស្វាមីត្រូវអនុវត្តជាក់ស្ដែងគាត់បាននិយាយថាមនុស្សប្រុសគឺត្រូវរើសយកអ្នកខ្ពស់ជើងវែងនិងគូទង់បែបនេះទើបងាយស្រួលពូបង្កើតកូនលោកគឺត្រូវទាំង3ចំណុចនេះខ្ញុំរើសលោកតើខុសអីរើសលោកគឺដោយសារតែផ្ដោតគិតយកដល់លោកទេហាខ្ពស់ជើងវែងគូទង់អ្នកនាងឈីស្ដង់ដាឬស្វាមីនេះពិតជាអស្ចារ្យមែនហាឧត្តមសេនីយ៍វ័យក្មេងលើកនេះត្រូវបានគេចាត់ទុកជាពូជល្អដើម្បីជ្រើសរើសហើយចប់ហើយឈីវ៉ាន់នាងពិតជាហាថ្ងៃនេះយើងខ្ញុំពិតជាបានបើកភ្នែកធំមែនហាឈីអ្នកនាងនៅហឹមនាងល្អណាស់ហានៅជោគទាំងត្រង់នេះធ្វើអីទៀតឆាប់ទៅលើកនេះពិតជាបង្កចំនួនធំហើយតំណែងមន្ត្រីរបស់ខ្ញុំប្រហែលជាការពារលែងបានហើយពុកដើរយឺតបន្តិចស្បែកជើងខ្ញុំចិត្តរបួសហើយរបួសស្អីទៅសូម្បីតែជីវិតក៏ចិត្តអស់ទៅហើយតើកូនដឹងទេថាវ័យលីងឈុនជានរណាមេតបធំការពារជាតិកូនប្រុសតូដែលព្រះរាជាតែងតាំងជាឧត្តមសេនីយ៍វ័យក្មេងដោយផ្ទាល់ជាម្ចាស់គ្រប់គ្រងកងទ័ព80,000នាក់ឯណោះខ្ញុំដឹងតើអំបញ្ញមិញទើបនឹងនឹកឃើញហើយកូននៅហ៊ាននិយាយពាក្យបែបនោះទៀតពាក្យថាគូតូនតើអាចនិយាយនៅចំពោះមុខគាត់បានដែរឬនោះមិនមែនដោយសារតែនិយាយលឿនពេកទេអ្នកណាជ្រុះស្បែកជើងឆាប់ត្រឡប់ទៅភូមិគ្រឹះវិញឈរឲ្យនឹងបន្តិចពុកការពិតវាក៏មិនធ្ងន់ធ្ងរដល់ថ្នាក់នឹងដែរមែនទេមិនធ្ងន់ធ្ងរទេកូនញ៉ាំឧត្តមសេនីយ៍វ័យក្មេងនៅកណ្ដាលចំណោមមនុស្សហើយនៅសុំគាត់រៀបការចូលពីមុខព្រះរាជាទៀតបើសិនជាសម្ដីនេះឃ្លាចេញទៅក្រៅតើពួកទេវតាពិឃាតនៅភូមិគ្រឹះមេតបនោះនៅទុកមុខរាប់អានអ្នកណាទៀតបើសិនជាលូឈីងកាន់ដាវធំមកដល់មុខផ្ទះគ្រួសារយើងប៉ុន្មានអ្នកនេះគ្រប់គ្រាន់ឲ្យគាត់កាប់ដែរទេប៉ុន្តែខ្ញុំសរសើរគាត់តើសរសើរត្រូវហើយខ្ញុំនិយាយថាគាត់ខ្ពស់ជើងវែងគូទង់នេះច្បាស់ណាស់ថាជាការសរសើររាងកាយគាត់ស្អាតមើលទៅពេញមួយរាជធានីតើមានអ្នកណាស្មោះត្រង់ដូចខ្ញុំវ៉ាន់បើសិនជាម្ដាយកូននៅរស់ច្បាស់ជាខឹងស្លាប់ដោយសារកូនមិនខានម្ដាយខ្ញុំមិនអញ្ចឹងទេកាលនោះគាត់មិនមែនដោយសារតែពេញចិត្តមុខពុកទៅរៀបការទេវាមិននឹងដូចគ្នាទៅមិនដូចគ្នាយ៉ាងម៉េចពុកកាលនោះក៏ជាបុរសសង្ហាមានឈ្មោះបោះសម្លេងក្នុងរាជធានីដែរកុំស្មានថាខ្ញុំមិនដឹងម្ដាយខ្ញុំនោះហើយគឺការអនុវត្តជាក់ស្ដែងទទួលរាជជើងការពីព្រះមហាក្សត្ររដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឈីចឹងយ៉ាងអប់រំកូនមិនបានល្អពីនៃកាត់ប្រាក់បៀវត្សកន្លះឆ្នាំកូនស្រីឈ្មោះជីវ៉ាន់និយាយស្ដីមិនចេះគិតរំខានដល់ពិធីជប់លៀងថ្នាក់ជាឲ្យហាមឃាត់មិនឲ្យចេញក្រៅ3ខែចាប់ពីថ្ងៃនេះទៅឲ្យថតចម្លងសៀវភៅអប់រំនារី100ច្បាប់ដើម្បីទុកជាការព្រៀនប្រដៅចប់រាជជើងការត្រឹមនេះប្រាក់បៀវត្សកន្លះឆ្នាំណាពេញមួយកន្លះឆ្នាំវ៉ាន់កូនឯងនេះចង់យកជីវិតពុកហើយចប់សពគ្រប់ហើយគ្រួសារយើងនៅឈ្មោះទី2កុំថាឡើយសាច់សំបីតែទឹកស៊ុបក៏គ្មានផឹកដែរមួយគ្រួសារត្រូវទៅផឹកខ្យល់ជាមួយកូនហើយពុកកុំស្រែកធ្ងោទៀតទៅពុកមិនមែននៅមានលុយសង្ងំឯកជនទេបានលុយសន្សំពីណាកូនមិនមើលទូខោអាកូនទេក្រណាត់សូត្រប្រាក់បញ្ចូលមាសខ្សែក្រវ៉ាត់ត្បូងដែលកូនទិញរាល់ខែនោះគ្រឿងសម្អាងនិងម្សៅផាត់មួយណាមិនមែនទិញដោយប្រាក់ដុំពណ៌ស្នោះមួយសេនក៏គ្មានសល់ដែរកូនចាយខ្ជិះខ្ជាយអស់ទៅហើយវ៉ាន់ពួកយើងរត់ចោលស្រុកទៅលាលែងពីតំណែងត្រឡប់ទៅស្រុកកំណើតដាំដុះវិញកាលនោះនៅស្រុកកំណើតពុកនៅសល់ដីស្រែមិនសូវមានជីជាតិចំនួន10ម៉ឺនពួកយើងពីរអ្នកឪពុកកូនត្រឡប់ទៅវិញរកហូបច្បាស់ជាមិនដាច់ពោះស្លាប់ទេគង់តែប្រសើរជាងនៅចាំស្លាប់ក្នុងរាជធានីនេះពុក
ពុកនិយាយមែនឬនោះគឺជាតំណែងរដ្ឋមន្ត្រីណាយកចិត្តទុកដាក់ខ្លាំងណាស់លោកសាក់គិតមើលខ្លួនឯងទៅយើងបានប្រមាថដល់វិមានសេនាប្រមុខការពារជាតិហើយតើវៃលីនឆនជាមនុស្សងាយស្រួលមែនទេកុំនិយាយដល់រឿងដែលយើងបានប្រមាថដល់ព្រះរាជទាទៀតធ្វើឲ្យត្រង់ទុតឃើញរឿងគួរឲ្យអស់សំណើចយ៉ាងនេះរាជធានីមួយនេះយើងរស់នៅលែងបានទៀតហើយនេះជាការកិច្ចមុខតែរាជរង្ការបានប្រកាសរួចហើយហាមឃាត់មិនឲ្យចេញក្រៅ3ខែបើរត់ពេលនេះតើចាត់ទុកថាប្រឆាំងរាជរង្ការដែរទេរាជរង្ការគ្រាន់តែប្រកាសថាហាមឃាត់មិនឲ្យចេញក្រៅនឹងកាត់បានប្រាប់ថាមិនអាចលាលែងពីតំណែងទេតើពិភពលោកនេះធំធេងណាស់ឲ្យតែចាក់ចេញពីរាជធានីនេះតើនរណានឹងមកខ្វល់ពីយើងទៀតសម្រាប់តាមនឹងចុះខ្ញុំលែងបម្រើការទៀតហើយខ្ញុំនឹងសរសេរលិខិតលាលែងឥឡូវនេះលោកម្ចាស់មានរឿងមិនស្រួលហើយព្រះរាជទាយាទយាងមកដល់ហើយសេនាបតីឈីសុខសប្បាយជាទេក្រាបទូលព្រះរាជទាយាទទូលព្រះបង្គំបង្រៀនកូនមិនបានល្អទោះនេះសំនឹងស្លាប់10000ដងអាយសេនាបតីឈីធ្ងន់ធ្ងរពេកហើយក្រោកឡើងកុំភ័យអីអ្នកនាងឈីក៏នៅទីនេះដែរចៃដន្យល្អណាស់កុំឲ្យយើងត្រូវចំណាយពេលទៅរកនាងទៀតថ្ងៃនេះយើងមកទីនេះតាមពិតគឺមានរឿងផ្ទាល់ខ្លួនមួយចង់សួរអ្នកនាងឈីដោយផ្ទាល់មាត់ព្រះរាជទាយាទសូមទ្រង់សួរចុះក្នុងពិធីជប់លៀងកាលពីម្សិលមិញនាងបាននិយាយថាលក្ខខណ្ឌជ្រើសរើសស្វាមីគឺត្រូវតែខ្ពស់ជើងវែងនិងគូទងត្រូវទេចុះអ្នកនាងឈីសាក់មើលថាយើងសាក់សំដែរទេចាសោះខ្ញុំម្ចាស់យើងកំពុងសួរនាងណានាងមើលលក្ខខណ្ឌយើងនេះមើលបើប្រៀបធៀបជាមួយវៃលីនឆនតើកម្រិតណាដែរសាក់សមខ្លាំងណាស់ចុះហេតុអ្វីកាលពីម្សិលមិញនៅចំពោះមុខមនុស្សជាច្រើននាងរើសវៃលីនឆនតែមិនរើសយើងក្រាបទូលព្រះរាជទាយាទលក្ខខណ្ឌរបស់ទ្រង់ពិតជាកំពូលនៅក្នុងរាជធានីមែនប៉ុន្តែទ្រង់ជាព្រះរាជទាយាទយ៉ាងម៉េចទៅតើស្រីនៅលើលោកនេះសុទ្ធតែមិនចង់ចូលណាក់បូព៌ាទេព្រះរាជទាយាទអាចត្រឹមតែរៀបអភិសេកយកប្រពន្ធតែមិនអាចឲ្យចូលផ្ទះខាងស្រីបានមានន័យថាម៉េចពុកខ្ញុំម្ចាស់បានប្រាប់ថាការជ្រើសរើសគឺត្រូវតែប្រកបប្រជាអ្វីដែលយើងចង់បានគឺប្រភេទបុរសដែលអាចរៀបការចូលផ្ទះខាងស្រីប្រភេទបុរសដែលអាចនៅផ្ទះមើលកូនរាល់ថ្ងៃតើទ្រង់អាចក្រោយពេលកូនកាត់ផ្ទះបាក់លិននឹងមើលកូនរាល់ថ្ងៃបានទេហាជីវ៉ាន់នាងពិតជានាងចង់ធ្វើឲ្យយើងខឹងស្លាប់មែនទេនាងហ៊ានចង់ឲ្យមហាឃាតករដូចជាវៃលីនឆនរៀបការចូលផ្ទះខាងស្រីហើយមើលកូនទៀតបើគេបានលើពាក្យទាំងនេះគេច្បាស់ជាកាន់ដាវមកកាប់ដល់វិមានសេនាបតីមិនខាននាងមិនចាំបាច់កាប់ដល់ទីនេះទេខ្ញុំមកដល់ហើយអាយសេនាប្រមុខវៃលោកតើព្រះធំដូចជាលោកម្ដេចក៏អញ្ជើញមកដល់វត្តទូចនេះដោយផ្ទាល់អីចឹងអំបញ្ញមិញបានលឺអ្នកនាងឈីបញ្ចេញទស្សនៈដ៏ខ្ពង់ខ្ពស់មើលទៅខ្ញុំដូចជាមនុស្សដែលអាចនៅផ្ទះមើលកូនមែនទេមើលកូនតើមានបញ្ហាអ្វីទៅអ្នកដឹកនាំតបធ្វើសឹកសង្គ្រាមសុទ្ធតែពូកែខាងរៀបក្បួនតបមានភាពម៉ត់ចត់ល្អិតល្អន់ខ្ញុំមើលទៅស័ក្តិសមបំផុតហើយម្យ៉ាងទៀតលោកមានក្បាច់គុណខ្ពស់បែបនេះកម្លាំងដៃខ្លាំងកូនច្បាស់ជានឹងណូជាងមេដោះទៅទៀតធានាថាមិនធ្លាក់ទេហាកូននឹងណូវៃលីនឆនលោកក៏មានថ្ងៃនេះដែរជីវ៉ាន់ដោយសារតែសេចក្តីក្លាហានដែលមិនធ្លាប់មានពីមុនមករបស់នាងនេះយើងសម្រេចចិត្តហើយក្នុងនាមព្រះចៅអធិរាជបញ្ជាឲ្យនាងនៅតែក្នុងផ្ទះដើម្បីរៀនច្បាប់ទម្លាប់អញ្ចឹងយើងនឹងបង្រៀននាងដោយផ្ទាល់ចាប់ពីថ្ងៃនេះទៅថ្ងៃច័ន្ទពុធសុក្រនាងត្រូវទៅរៀនច្បាប់ទម្លាប់នៅណាក់បូព្រាថ្ងៃអង្គារប្រហុបបាត់សៅទៅវិមានសេនាប្រមុខដើម្បីចម្លងសិទ្ធិភាពព្រះរាជទាយាទម្ខាងរៀនការងារដេដាស់របស់មនុស្សស្រីម្ខាងទៀតត្រូវទទួលទោសពីរៀបក្បួនសឹករបស់មនុស្សប្រុសតើវាមិនរៀងលាយឡំគ្នាពេកទេអ្នកនាងឈីថ្ងៃស្អែកម៉ោង 7 ព្រឹកជួបគ្នានៅវិមានសេនាប្រមុខបើហ៊ានរត់ខ្ញុំនឹងបង្រៀននាងដោយផ្ទាល់ថាតើអ្វីទៅដែលហៅថានិយាយម៉ាត់ណាគឺម៉ាត់នឹងវ៉ាន់តើគ្រួសារយើងពិតជានឹងត្រូវផុតពូជមែនទេនេះនាងមិនមែនកំពុងរើសស្វាមីទេនាងកំពុងតែអញ្ជើញស្ដេចយមរាជចូលផ្ទះហើយហាពុកអើយឆ្លៀតពេលដែលកូននៅមានដង្ហើមពុកជួយរកកន្លែងកប់កូនឲ្យហើយទៅឆាប់ក្រោកឡើងកុំកេងទៀតវ៉ាន់នេះជាលុយសន្សំចុងក្រោយរបស់ពុកហើយគឺ300តម្លឹងគត់ឥឡូវកូនឆាប់ចេញដំណើរទៅមានរទេះនៅទ្វារក្រោយដើម្បីទៅតំបន់ចំណានពឹងពាក់លោកតារបស់កូនមួយជីវិតនេះកុំត្រឡប់មករាជធានីវិញអសោះពុកធ្លាប់ប្រាប់ថាមិនសល់លុយមួយកាក់មួយសេនទេតើពេលនេះហើយនៅខ្វល់អីទៀតតើជីវិតសំខាន់ឬក៏លុយសំខាន់កូនមើលពីកាយវិការរបស់វៃលីនឆនកាលពីម្សិលមិញទៅវិមានសេនាប្រមុខច្បាស់ជាគ្មានជីវិតត្រឡប់មកវិញទេឆាប់ទៅអ្នកនាងឈីតោះទៅចង់រត់មែនទេមិនមែនទេគឺហាត់ប្រាណពេលព្រឹកទេពុកខ្ញុំម្ចាស់បានប្រាប់ថាក្រោកពីព្រលឹមស្ពីបង្វិចធ្ងន់អាចជួយឲ្យរាងកាយរឹងមាំនិងជួយឲ្យអាយុយឺនយូរទៀតផងអូចុះអ្នកនាងឈីហាត់បានលទ្ធផលយ៉ាងណាដែរក៏មិនអីដែរលទ្ធផលល្អអស្ចារ្យឥឡូវនេះខ្ញុំមានអារម្មណ៍ថាពេញកម្លាំងតែម្ដងអាយ
ai វ៉ាន់អ៊ឺថែរក្សាខ្លួនផងណាអ្នកនាងឈីកាលពីម្សិលមិញមិនមែនសរសើរថាខ្ញុំជើងវែងទេថ្ងៃនេះខ្ញុំនឹងឲ្យនាងបានសាកល្បងដោយផ្ទាល់ពិនិត្យមើលក៏មិនចាំបាច់ហោះឡើងលើមេឃខ្ញុំចង់ចុះទៅក្រោមវិញវ៉ៃលីនឆនលោកទម្លាក់ខ្ញុំចុះឥឡូវនេះអ្នកនាងឈីតើពេញចិត្តនឹងកម្លាំងជើងរបស់ខ្ញុំដែរឬទេពេញចិត្តដល់ថ្នាក់ក្រាបថ្វាយបង្គំលោកតែម្ដងលោកពិតជាបិសាចមែនព្រឹកព្រលឹមស្រាងនាំខ្ញុំហោះជុំវិញទីក្រុងបៃជុំតើជើងរបស់មនុស្សម្នាក់នេះធ្វើពីដែកមែនទេអាយ៉ាលីនឆាប់មើលហ៊ាននាំក្មេងស្រីស្រស់ម្នាក់មកផ្ទះមិនឯងនិយាយតិចទៅប្រយ័ត្នធ្វើឲ្យគេភ័យប៉ុន្តែប្អូនថ្លៃម្នាក់នេះពិតជាមានរូបរាងស្រស់ស្អាតមែនមិននឹកស្មានថាដុំថ្មរាប់ពាន់ឆ្នាំដូចគេទីបំផុសស្រីជីដូនមួយលោកយាយនេះគឺជាកូនស្រីបណ្ដូលចិត្តរបស់សេនាបតីឈ្មោះជីវ៉ាន់នាងមកទីនេះដើម្បីទទួលទោសចម្លងសៀវភៅតាមរាជចម្ការចម្លងសៀវភៅតើត្រូវចម្លងច្រើនប៉ុណ្ណាទៅមួយថ្ងៃពីរថ្ងៃច្បាស់ជាចម្លងមិនរួចទេអ្នកបម្រើឡើងរៀបចំបន្ទប់ខាងលិចស្អាតហើយផ្លាស់ប្ដូរកម្រាលពូករៀបចំឲ្យបានរបស់អ្នកនាងជីឲ្យបានត្រឹមត្រូវចាសោះប្អូនប្រុសពិតជាមិនធម្មតាមែនដាក់ទោសគេរហូតដល់ឲ្យគេមកស្នាក់នៅផ្ទះបែបនេះពីមុនមកហេតុអីមិនដែលដឹងថាអញពូកែដាក់ទោសមនុស្សបែបនេះសោះតាមពិតទៅខ្ញុំអាចត្រឡប់ទៅចម្លងនៅវិមានសេនាបតីវិញក៏បានដែរទេមិនបានទេរាជចម្ការបានប្រកាសថាត្រូវហាមឃាត់មិនឲ្យចេញក្រៅមានការយាមកាមតឹងរឹងជាកន្លែងដ៏ល្អបំផុតសម្រាប់ការហាមឃាត់មិនឲ្យចេញក្រៅត្រូវជញ្ជាំងផ្ទះយើងខ្ពស់មានថាហាមឃាត់បានយ៉ាងជិតឈឹងតែម្ដងសូម្បីតែរុយមួយក្បាលក៏ហោះចេញមិនរួចដែរម្យ៉ាងទៀតនេះគឺជាលើកទី1ហើយដែលលីនឆននាំមនុស្សស្រីមកផ្ទះទោះបីជាតាមឈ្មោះគឺមកដើម្បីទទួលទោសសារលោកនេះតើមានការយល់ច្រឡំដ៏ធំធេងអីចំពោះពាក្យថាដាក់ទោសនេះមែនទេក្មេងស្រីឆាប់ញ៉ាំឲ្យបានច្រើនបន្តិចទៅមើលមុខតូចនេះចុះស្គមរហូតដល់ចង្ការស្រួចទៅហើយមើលទៅដឹងបាត់ទៅហើយថានៅវិមានសេនាបតីហូបចុកមិនបានគ្រប់គ្រាន់ទេមកក៏ញ៉ាំស៊ុបនេះសិនទៅបំពេញរាងកាយឲ្យបានល្អដើម្បីថ្ងៃក្រោយពេលបង្កើតកូនទើបមានកម្លាំងបង្កើតកូនដំណើរការនេះរៀងលឿនពេកហើយដឹងប្រញាប់ធ្វើអីនៅមិនទាន់ដល់វគ្គនឹងឯណាចៅប្រុសឯងត្រូវតែសកម្មបន្តិចឯងមិនយល់ទេលោកយាយកុំយល់ច្រឡំអីពួកយើងមិនមានទំនាក់ទំនងបែបហ្នឹងទេរឿងមនោសញ្ចេតនានឹងណាយាយយល់ដាក់ទោសចោះដាក់ទោសឡើងគង់តែមានចិត្តលើគ្នាទេអូនសាវ័យរបស់យើងមានប្រពៃណីកាលពីមុនលោកតាក៏បានយកលេខផ្លាស់ប្ដូរក្បាច់គុណខាត់លោកយាយឲ្យនៅទីលានវឹកហាត់រាល់ថ្ងៃទើបអាចតាមញ៉ាយលោកយាយបានសម្រេចនឹងឯងញ៉ាំឆ្អែតហើយមែនទេអីចឹងតោះទៅណាមិនមែនទៅចម្លងសៀវភៅទេនាំនាងទៅបើកភ្នែកមើលពិភពលោកអ្នកនាងឈីកាលពីម្សិលមិញមិនមែនចង់ដឹងទេថាជាធម្មតាខ្ញុំមើលកូនដោយរបៀបណាកងទ័ពទាំងអស់រៀបចំក្បួនការចាប់ផ្លេគឺផ្ដោតសំខាន់លើកម្លាំងប្រើតែកម្លាំងបាយនៅសមរភូមិមានតែមនុស្សស្លាប់ទេដែលពឹងផ្អែកលើកម្លាំងបាយសុទ្ធសាធជើងត្រូវរឹងមាំនៅសមរភូមិមួយប៉ព្រិចភ្នែកអាចកំណត់ការរស់ស្លាប់រាល់ការងារខ្លួនម្ដងត្រូវតែច្បាស់លាស់និងរហ័សរហួនវ៉ៃលីនឆនក្នុងពេលនេះពិតជាបញ្ចេញភាពអស្ចារ្យយ៉ាងពេញទំហឹងធ្វើឲ្យគេមិនអាចដកក្រសែភ្នែកចេញបានរៀងខ្ពស់ជើងវែងគូទងងាយស្រួលពូបង្កើតកូននេះពិតជាមហាឃាតករចាប់ជាតិច្បាស់ណាស់មនុស្សបែបនេះគួរណាស់តែជិះសេះកាន់ដាវនៅលើសមរភូមិតែខ្ញុំបែរជាចង់គុំគេទុកនៅផ្ទះក្រោយឲ្យមើលកូនទៅវិញមើលច្បាស់ហើយឬនៅអ្នកនាងឈីនេះទៅហៅថាការមើលកូន
តោះទៅក្មួយស្រីមេឃងឹតហើយញ៉ាំអាហារល្ងាចនៅភូមិគ្រីសិនសឹមត្រឡប់ទៅវិញលោកយាយបានប្រាប់ចុងភៅឲ្យធ្វើម្ហូបដែលចៅចូលចិត្តជាពិសេសអរគុណលោកយាយមិនបាច់មែនទេពុកកំពុងរងចាំខ្ញុំនៅផ្ទះបើខ្ញុំមិនត្រឡប់ទៅវិញគាត់ច្បាស់ជាបារម្ភហើយលោកយាយបើគេចង់បំពេញកាតព្វកិច្ចកញ្ញូយើងក៏មិនគួរបញ្ឈប់លៀងឆន់ដែរអញ្ចឹងឯងតំណាងភូមិគ្រីអាគមមេបញ្ជាការជូនពរនាងឲ្យធ្វើដំណើរដោយសុវត្ថិភាពទៅតោះទៅលោកប្រុសវាយរឿងនៅក្នុងពិធីជប់លៀងកាលពីថ្ងៃមុនគឺខ្ញុំពិតជាមិនដឹងខុសត្រូវមែនពាក្យសម្ដីមិនសមរម្យទាំងនោះសូមលោកកុំប្រកាន់ខឹងអីចុះបើខ្ញុំប្រាប់ថាខ្ញុំប្រកាន់ខឹងបាត់ទៅហើយនោះយប់នេះនាងគឺជាមនុស្សដំបូងដែលហ៊ានញ៉ាយខ្ញុំហើយក៏ជាមនុស្សចុងក្រោយដែរវ៉ាវកូនស្រីសម្លាញ់របស់ពុកឲ្យពុកមើលបន្តិចមើលដៃនៅទេជើងក៏នៅព្រះជាម្ចាស់ពិតជាមានភ្នែកមែនមុខក៏មិនមានរបួសល្អណាស់ជីដូនជីតាជួយថែរក្សាហើយអំបញ្ញមិញពុកនៅទីធ្លាក្រោយផ្ទះសំបីតែរៀបចំពិធីបុណ្យសពក៏គិតទុករួចរាល់ដែរពុកស្មានតែកូនប្រុសតកូវៃអាល្អិតនោះវាកាប់ឯងជាកង់ទៅបញ្ជូនមកវិញទៅហើយកាត់អីនឹងកូនស្រីមិនក៏មិននិយាយមួយម៉ាត់អញ្ចឹងតើត្រូវគេធ្វើបាបនៅភូមិគ្រីអាគមមេបញ្ជាការមែនទេឬមួយក៏អាល្អិតវៃសៀវឆនប្រាហឹង្សាធ្វើបាបកូនហើយចុះមិនបានជាកូនភ័យឡើងលែងដឹងខ្លួនអញ្ចឹងពីនេះហើយឬមួយក៏នៅចំពោះមុខគេមិនហ៊ានធ្វើអីកូនតែតាមពិតទៅគេលួចដាក់ថ្នាំពុលកូនឬមួយប្រើកម្លាំងខាងក្នុងអីនោះវាបំបែកសរសៃបេះដូងកូនបាត់ទៅហើយមិនមានទេចុះគេដាក់ទោសកូនរបៀបម៉េចគេមិនបានឲ្យខ្ញុំចម្លងសៀវភៅទេគ្រាន់តែនាំខ្ញុំទៅមើលគេហ្វឹកហាត់តបប៉ុណ្ណោះហ្វឹកហាត់តបគេទាញឯងទៅមើលពួកទាហានហ្វឹកហាត់នឹងអីនេះចាត់ទុកជាការដាក់ទោសអីមិនច្បាស់ជាចង់ធ្វើស៊ីតែមិនធ្វើនឹងអីគេនិយាយថានោះទៅជារបៀបមើលកូនធម្មតារបស់គេហាហាអញ្ចឹងរបៀបមើលក្មេងរបស់គេនេះពិតជាកាចសាហាវមែនចុះរឿងដែលឲ្យគេមកនៅផ្ទះខាងស្រីនឹងប្រហែលជាត្រូវគិតគូរម្ដងទៀតហើយនាងគឺជាមនុស្សដំបូងដែលហ៊ានញ៉ាយខ្ញុំហើយក៏ជាមនុស្សចុងក្រោយដែរញ៉ាំឲ្យយឺតកុំឲ្យឆ្លុកតើវៃលីងឆននេះដាក់ស្នេហ៍អីកូននឹងមិនមានអ្វីទេមានន័យថាម៉េចនិយាយមិនច្បាស់លាស់អញ្ចឹងពុកខ្ញុំហត់ហើយខ្ញុំទៅដេកក្នុងបន្ទប់សិនហើយដំបូងចុងក្រោយតើគេចង់ធ្វើអីឲ្យប្រកាសទៅកញ្ញាឈីព្រះរាជជំការព្រះអង្គម្ចាស់ស្នើសុំឲ្យអ្នកនាងចូលវាំងដោយមានបន្ទូលថាចង់រៀនបន្ថែមនៅច្បាប់ទម្លាប់ដែលមិនទាន់ចប់កាលពីថ្ងៃមុនវ៉ាន់អ៊ឺលើកនេះពុករៀនឆ្លាតហើយបន្ទាប់ទុននោះពុកបានលាក់ក្នុងដៃឲ្យយ៉ាងជ្រៅពុកធានាថានឹងមិនងាយទាញវាយកមកទេលើកលែងតែឃើញជើងវែងខុសធម្មតាគូតក៏ទៅខ្លាំងបើមិនអញ្ចឹងទេពុកច្បាស់ជាទ្រាំបានលោកម្ចាស់ឈីកុំបង្អង់យូរអីជុំចូលក៏ព្រះមហាក្សត្របន្លឺឡើងហើយបើនៅទីនេះទៀតលោកប្រកាសជាត្រូវលាឈប់ពីការងារទៅស្រុកធ្វើស្រែហើយត្រូវចេះបត់បែនតាមកាលៈទេសៈអូយបត់បែនតាមកាលៈទេសៈស្អីទៅខ្ញុំមើលទៅការតុបតែងខ្លួនរបស់កញ្ញាឈីពីមុនពិតជាសាមញ្ញពេកហើយស្លៀកពាក់បែបនេះទើបស័ក្តិសមព្រះអង្គម្ចាស់មិនមែនថាយើងចូលវាំងមករៀនច្បាប់ទម្លាប់ទេច្បាប់ទម្លាប់នៅទីកន្លែងរបស់ខ្ញុំធ្វើឲ្យនាងសប្បាយចិត្តគឺជារឿងសំខាន់បំផុតកញ្ញាឈីពិតជាមិនចាំតតែសោះមែនទេ5 ឆ្នាំមុននៅក្នុងរាជវាំងក្រោយទាំងថ្មសិបនិមិត្តក្នុងសួនច្បាររដូវស្លឹកឈើជ្រុះមានក្មេងស្រីតូចម្នាក់កំពុងអង្គុយចង់ហូបជូរទឹកភ្នែកនៅលើដីយំឡើងក្រើកមេឃក្រើកដីគឺពេលដែលនាងធ្វើឲ្យប្រឡាក់សម្ពុតដែលនាងចូលចិត្តបំផុតពេលនោះខ្ញុំក៏ដើរកាត់តាមនោះឃើញនាងគួរឲ្យអាណិតក៏មានចិត្តល្អហុចកន្សែងដៃទៅឲ្យតែនាងមិនត្រឹមតែមិនយកកន្សែងរបស់ខ្ញុំទេថែមទាំងធ្វើចរិតដូចកូនខ្លាទាញអោរបស់ខ្ញុំយ៉ាងតឹង
ចុះបន្ទាប់មកខ្ញុំបានធ្វើអីទៀតបន្ទាប់មកនាងបានស្ទាបខ្លួនខ្ញុំផ្ទាល់ហើយនិយាយថាសាច់ក្រណាត់នេះទន់ណាស់ចាំខ្ញុំធំឡើងខ្ញុំច្បាស់ជារៀបការយកលោកទៅផ្ទះឲ្យលោកស្លៀកសម្លៀកបំពាក់សូត្រទន់រាល់ថ្ងៃមិនអាចទេដាច់ខាតគឺមិនអាចទៅរួចទេខ្ញុំមិននឹងអាចធ្វើទង្វើពៀបែបនេះទៅរួចមិនថាមិនអាចនេះគឺជាគ្រឿងអលង្ការដែលនាងទាញដាច់កាលពីថ្ងៃនោះប៉ុន្មានឆ្នាំមកនេះខ្ញុំតែងតែរក្សាវាទុកជាប់នឹងខ្លួនជានិច្ចពេលនោះនាងបណ្ដាលសញ្ញាយ៉ាងមុតមមថាស្ទាបហើយនឹងទទួលខុសត្រូវលើខ្ញុំពេលនេះខ្ញុំមកទារបំណុលនេះហើយអាល្អិត6 ឆ្នាំមុនខ្ញុំញ៉ាំស្រាខ្លាញ់អស់ប៉ុន្មានទៅដូច្នេះហើយច្បាប់ទម្លាប់តឹងតែងទាំងនោះនាងមិនបាច់ខ្វល់ទេប៉ុន្តែពាក្យសន្យាដែលនាងសន្យាពេលនៅក្មេងនោះខ្ញុំចាត់ទុកជាការពិតហើយចំណែកវ័យលីនឆនហាខ្ញុំនឹងប្រកួតប្រជែងដោយយុទ្ធធម៌ជាមួយគេពុក6 ឆ្នាំមុនពេលត្រឡប់មកពីពិធីជប់លៀងនៅវាំងវិញតើខ្ញុំបាននិយាយពាក្យសម្ដីលបអីខ្លះដែរទេបានឪកូននឹកឃើញហើយមែនទេនឹកឃើញរឿងអីទៅអំបញ្ញមិញព្រះអង្គម្ចាស់មានបន្ទូលប្រាប់ខ្ញុំតថាពេលខ្ញុំនៅតូចខ្ញុំបានស្ទាបកន្លែងនោះរបស់ទ្រង់ថែមទាំងក្រាស់មុខនិយាយថាចង់រៀបការយកទ្រង់ទៅផ្ទះទៀតមិនអញ្ចឹងមែនទេយប់នោះពេលកូនត្រឡប់មកវិញមុខឡើងក្រហមញ៉ាំងសប្បាយចិត្តឡើងដូចអីអញ្ចឹងពេលនោះកូនទាញដៃអាវពុកយ៉ាងតឹងហើយនិយាយថាពុកថ្ងៃនេះខ្ញុំបានជួបបងប្រុសម្នាក់សង្ហាខ្លាំងណាស់ពេលនោះពុកក៏សួរកូនថាសង្ហាប៉ុណ្ណាដែរគូតគាត់ទេអត់ស៊ឺលទ្ធផលគឺភ្នែកកូនបើកធំជាងកណ្ដឹងទៅទៀតងក់ក្បាលហើយនិយាយថាតុយខ្លាំងណាស់ស្លៀកពាក់ខោអាវពណ៌លឿងខ្សែក្រវ៉ាត់ត្បូងថ្មនៅលើចង្កេះក៏ស្អាតណាស់ដែរពេលនោះពុកសប្បាយចិត្តស្ទើរឈួតទៅហើយគិតក្នុងចិត្តថាទីបំផុតកូនស្រីខ្ញុំបើកភ្នែកឃើញពន្លឺហើយមិនត្រឹមតែចេះមើលមុខទេថែមទាំងចេះមើលចំណុចសំខាន់ទៀតតែលទ្ធផលគឺពាក់កណ្ដាលយកកូននៅពីក្រែមិនអត់ភ្លើងពីសូក្រាំងមួយទូខ្លួនបុកទង្គិចនឹងជើងតនេះយ៉ាងដំណំដល់ថ្ងៃបន្ទាប់ពេលកូនភ្ញាក់ឡើងកែវភ្នែករបស់កូនមើលទៅថ្លាឆ្វង់បរិសុទ្ធដូចកូនជៀមទៅនឹងកើតអញ្ចឹងគឺភ្លេចរឿងទាំងអស់រលីងតែម្ដងពុកនៅឆ្ងល់នៅឡើយមិនកំសើមិញទីងពុកសរសើរថាគូតគេទេសោះថ្ងៃនេះបើភ្នែកឡើងសួរពុកថាពុកអ្នកដែលស្លៀកអាវពណ៌លឿងនោះជានរណាអញ្ចឹងប៉ុន្មានឆ្នាំនេះពុកមិនដែលនិយាយរឿងនេះប្រាប់ខ្ញុំតតែសោះនិយាយអីទៅបើកូនឯងភ្លេចអស់រលីងទៅហើយនឹងបើពុកនិយាយកូនច្បាស់ជាគិតថាពុកចាស់វង្វេងមិនខានម្យ៉ាងទៀតនោះគឺជាព្រះអង្គម្ចាស់ពុកមិនអាចនៅសុខរត់ទៅសួរព្រះអង្គម្ចាស់ថាព្រះអង្គគូទ្រង់នៅទៅទៀតអត់កូនស្រីទូបង្គំនៅនឹកគិតដល់រហូតនឹងបើអញ្ចឹងគ្រួសារយើងប្រហែលជាត្រូវគេអូសយកទៅកាត់ក្បាលនិងរឹបអូសទ្រព្យសម្បត្តិបាត់ទៅហើយចប់សពគ្រប់អស់ហើយខ្ញុំតែងតែរក្សាវាទុកជាប់នឹងខ្លួនជានិច្ចពេលនេះពិតជាបកស្រាយលែងចេញហើយកំហុសដែលខ្ញុំទៅញ៉ាំមនុស្សមានអំណាចនេះវាបានជាប់ជាទោសកាលពី6 ឆ្នាំមុនបាត់ទៅហើយគេនិយាយថាកញ្ញាឈីកូនស្រីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនោះពិតជាមានល្បិចពូកែមែនម្ខាងនោះគឺព្រះអង្គម្ចាស់រាល់ថ្ងៃតែងតែរៀបចំប្រទេសយ៉ាងល្អប្រណិតអញ្ជើញនាងចូលវាំងមើលផ្កាជិះទូកលេងកក់ក្ដៅថ្នាក់ថ្នមគ្រប់យ៉ាងម្ខាងទៀតគឺឧត្តមសេនីយ៍វៃតែងតែធ្វើមុខតឹងតែងដូចសពមួយដងនាំតបសម្រាប់ទៅភូមិគ្រឹះរដ្ឋមន្ត្រីផ្ទាល់តែម្ដងបង្ខំអញ្ជើញមនុស្សចូលទៅក្នុងភូមិគ្រឹះអគ្គមេបញ្ជាការអ្នកទាំងអស់គ្នាមើលចុះឥឡូវនេះបុគ្គលដ៏ខ្ពង់ខ្ពស់ទាំងពីរនៅក្នុងរាជធានីបែរជាមកប្រច័ណ្ឌដណ្ដើមគ្នាព្រោះតែមនុស្សស្រីម្នាក់ទៅវិញធ្វើឲ្យល្បីរន្ទឺពេញទាំងក្រុងតែម្ដងហើយវ៉ាន់អ៊ឺពាក្យចាំអារាមនៅខាងក្រៅនោះពុកល្អហើយ3 ខែមកនេះពុកចេះតែគិតចុះគិតឡើងទីបំផុតពុកក៏គិតឃើញហើយពុកគិតឃើញគំនិតអីប្លែកទៀតហើយហេក្នុងពេលដែលព្រះអង្គម្ចាស់នឹងវាយឧត្តមសេនីយ៍វ័យក្មេងសុទ្ធតែមានចិត្តលើកូនអញ្ចឹងហើយមិនចាំបាច់ស្មុគស្មាញធ្វើអីឬមួយក៏កូនសាក់គិតមើលយកទាំងពីរតែម្ដងទៅយកទាំងពីរតែម្ដងពុកនេះគិតថាខ្ញុំរស់នៅបានយូរពេកឬមួយគិតថាស្មៅនៅលើភ្នំគ្រួសារយើងនៅមិនទាន់ជោគជ័យគ្រប់គ្រាន់ទេទោះបីជាពួកគេមានឋានៈខ្ពង់ខ្ពស់ការចូលមកនៅផ្ទះខាងស្រីមិនសូវអាចទៅរួចក៏ដោយតែវ៉ាន់អ៊ឺកូនសាក់គិតមើលជើងរបស់អ្នកទាំងពីរវែងដូចគ្នារូបរាងក៏មមួនគូតក៏ទៅទៀតត្រឹមរូបរាងប៉ុណ្ណេះមកបន្តពូជពងឲ្យគ្រួសារឈីយើងគឺពិតជាសោហូហៀតែម្ដងកូនឲ្យស្ដាប់ប៉ាណា
កូនកំពុងនិយាយផ្ដេសផ្ដាសអ្វីនឹងមើលនេះសិនព្រះរាជទាយាទគឺជាអនាគតព្រះមហាក្សត្របើកូនរៀបការជាមួយទ្រង់កូននឹងក្លាយជាព្រះមហេសីដែលជាមាតានៃផែនដីថ្ងៃមុខគ្រួសារយើងនឹងមានទ្រព្យសម្បត្តិហូរហៀចាយមិនអស់ជាគំនោមាសគំនោប្រាក់ហើយចំណែកវៃលីងឈួនវិញគឺជាកូនប្រុសតូរបស់ហកមេបញ្ជាការកម្ពុជា80,000នាក់ក្នុងដៃបើតាមគាត់កូនអាចដើរហើរពេញរាជធានីដោយគ្មានអ្នកណាហ៊ានតើមានអ្នកណាហ៊ានក្អកបើយើងអាចចាប់យកពួកគេទាំងពីរហេវ៉ាន់ដល់ពេលនោះសៀវភៅពងសាវតាគ្រួសារឈីរបស់យើងនឹងត្រូវត្រួសត្រាយទំព័រថ្មីមួយទំព័រសម្រាប់កូនគឺជាទេវតាសង្គ្រាមរបស់គ្រួសារឈីហើយលោកប៉ាឈប់ស្រមើស្រមៃទៅប៉ាគិតថាការរៀបការដូចជាទៅទិញបន្លែនៅផ្សារមែនទេប៉ាមិនឃើញទេថារយៈពេល3ខែនេះខ្ញុំរស់នៅយ៉ាងម៉េចឥឡូវនេះពួកគេទាំងពីរឈួតជាងគ្នាទៅទៀតដើម្បីដណ្ដើមយកពេលវេលាសឹងតែចង់ជ្រៀកខ្ញុំជាពីរចំណែកទៅហើយខ្ញុំអាចរស់រានមានជីវិតដល់ពេលនេះគឺសំណាងណាស់ហើយតើអ្នកនាងឈីនៅទេថ្ងៃនេះខ្ញុំទទួលបានគំនូរដ៏ល្អមួយផ្ទាំងឈីវ៉ាន់ចេញមកថ្ងៃនេះដល់ពេលវឹកហាត់ក្បាច់ចាប់គូប្រកួតហើយលោកម្ចាស់ទាំងពីរថ្ងៃនេះមានខ្យល់អីបក់មកទីនេះនឹងចៃដន្យមែនទែនលោកម្ចាស់ឈីសាំងស៊ូទើបតែនិយាយនៅក្នុងទីធ្លាអំបញ្ញមិញថាចង់ឲ្យឈីវ៉ាន់យកយើងទាំងពីរនាក់អូបើសិនជាវ៉ាន់ពិតជាមានបំណងបែបនេះមែនខ្ញុំនិងបងលីងឈួនក៏មិនមែនថាមិនអាចពិភាក្សាគ្នាបានដែរក្នុងโลกនេះមានរឿងល្អបែបនេះផងអេថ្ងៃនេះតាមកិច្ចសន្យាពីមុនឈីវ៉ាន់ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំនាំទៅភូមិគ្រឹះមេតបដើម្បីចម្លងសៀវភៅក្បួនសិនជួនក្បួនសឹកមានចែងថាការវាយលុកផ្លូវចិត្តគឺជារឿងសំខាន់បំផុតការទន្ទេញចាំមាត់គឺជារឿងស្លាប់មនុស្សទៅជារឿងរស់ថ្ងៃនេះខ្ញុំបានរៀបចំសៀវភៅជន់ចាន់រួចហើយវ៉ាន់ប្រហែលជាចង់ទៅវាំងខាងកើតដើម្បីទៅគុណគំនូជាងតើព្រះអង្គចង់ដណ្ដើមមនុស្សជាសាធារណៈមែនទេបើមែនចុះយ៉ាងម៉េចព្រះអង្គគឺជាព្រះរាជទាយាទគួរតែចាត់ទុកកិច្ចការជាតិជាធំកុំមកវង្វេងនឹងរឿងស្នេហានៅទីនេះចុះបងលីងឈួនដែលមានតបច្រើនក្នុងដៃមិនទៅវឹកហាត់នៅទីលានក្បាច់គុនតែបែរជាមកយាមនៅមុខភូមិគ្រឹះសាំងស៊ូជារៀងរាល់ថ្ងៃវិញហេតុអ្វីទៅអ្នកទាំងពីរលែងខ្ញុំសិនទៅដៃខ្ញុំចិត្តបាក់ហើយព្រះរាជទាយាទលោកមេតបរងវៃសូមលោកទាំងពីរមេត្តាលើកលែងឲ្យកូនស្រីខ្ញុំផងចុះអ្នកនាងឈីពិតជាមានសំណាងណាស់ព្រះរាជទាយាទនិងមេតបរងសុទ្ធតែដណ្ដើមគ្នាតើមិនមែនទេបើសិនជាកូនស្រីខ្ញុំវិញខ្ញុំយកសពក៏សើចគ្នាដែរចុះបើអ្នកទាំងពីរទម្លាក់ខ្ញុំចុះសិនចាំនិយាយគ្នាហាតើឈីវ៉ាន់ខ្ញុំមានគុណសម្បត្តិអ្វីទើបទទួលបានការស្រឡាញ់យ៉ាងជ្រាលជ្រៅពីព្រះរាជទាយាទនិងមេតបរងវៃបែបនេះនាងធ្លាប់សន្យាជាមួយខ្ញុំហើយថានឹងទទួលខុសត្រូវចំពោះខ្ញុំ6ឆ្នាំមុននៅក្នុងសួនច្បាររាជវាំងនាងជាអ្នកសន្យាដោយផ្ទាល់មាត់នាងបានសុំខ្ញុំរៀបការរួចហើយតើព្រះរាជទាយាទចង់ដណ្ដើមរបស់ដែលគេស្រឡាញ់មែនទេនៅក្នុងពិធីជប់លៀងថ្ងៃសុំរៀបការនោះអ្វីដែលអ្នកនាងឈីនិយាយគឺការរៀបការជប់ផ្ទះខាងស្រីតើបងមេងយីពិតជាសុខចិត្តបន្ទាបខ្លួនមករស់នៅភូមិគ្រឹះសាំងស៊ូមែនទេនេះមិនពាក់ព័ន្ធនឹងព្រះអង្គទេមិនថាមិនពាក់ព័ន្ធរបស់ដែលជារបស់ខ្ញុំមិនចូលចិត្តចែករំលែកជាមួយអ្នកណាឡើយជប់សិនឥឡូវនេះខ្ញុំនៅមិនទាន់មានគម្រោងចង់ស្រឡាញ់អ្នកណាទេម្យ៉ាងទៀតអ្នកទាំងពីរម្នាក់គឺជាព្រះរាជទាយាទម្នាក់ទៀតគឺជាមេតបរងនៃភូមិគ្រឹះមេតបមកឆ្លោះទាស់តែងគ្នាដោយសារមនុស្សស្រីម្នាក់កណ្ដាលវាបែបនេះបើលេចទៅដល់ក្រៅតើមានមុខមាត់ឯណាអ្នកទាំងពីរមិនចេះខ្មាស់គេតែខ្ញុំចេះខ្មាស់គេថ្ងៃនេះខ្ញុំជ្រើសរើសសេរីភាពសូមអភ័យទោសដែលមិនអាចកំដរបានលាសិនហើយហាក្មេងស្រីតូចនិយាយបានល្អមានភាពក្លាហានរត់ឲ្យលឿនទៅក្នុងសម្បត្តិរបស់ជាមុខបាននិយាយថានៅរាជធានីមាននារីអស្ចារ្យម្នាក់សរសើរថាខ្លួនប្រានរឹងមាំលើគេសូមរៀបការជាសាធារណៈសូមឲ្យខាងប្រុសជប់ផ្ទះខាងស្រីគឺនាងហើយមែនទេយ៉ាងណាមិញឈីវ៉ាន់គឺប៉ុន្តែមើលទៅស្ថានភាពពេលនេះព្រះរាជទាយាទក៏មានចិត្តលើនាងដែរក្មេងស្រីតូចពិតជាមានមន្តស្នេហ៍ខ្លាំងណាស់តើអ្នកនាងឈីដឹងទេថាពេលនេះនាងកំពុងដើរលើចុងកាំបិតហើយអកុមេបញ្ជាការមានន័យថានាងបានកោទឹកទាំងពីរចម្រៅគឺវាំងខាងកើតនិងភូមិគ្រឹះមេតបក្នុងពេលតែមួយទឹកជ្រៅក្នុងរាជធានីដែលមានភ្នែករាប់មិនអស់កំពុងសម្លឹងមើលមានមនុស្សប៉ុន្មានអ្នកដែលចង់ឆ្លៀតឱកាសបង្កបញ្ហាតាមរយៈនាងថ្ងៃនេះគឺគ្រាន់តែប្រច័ណ្ឌគ្នាថ្ងៃស្អែកប្រហែលជាត្រូវគេទម្លាក់កំហុសថាជាជនបំផ្លាញជាតិមិនខានលោកមេតបបីនិយាយធ្ងន់ធ្ងរពេកហើយចំពោះរឿងរបស់អ្នកនាងឈីព្រះអង្គទូបង្គំទើបតែត្រឡប់មកពីព្រំដែនពាក្យចាំអារាមដែលទូបង្គំលើតាមផ្លូវមិនមែនគ្រាន់តែជារឿងស្នេហាយុវ័យធម្មតាបែបនេះទេនៅខាងការិយាល័យត្រួតពិនិត្យមានគេរៀបចំដាក់ថ្វាយសារដើម្បីចាប់ប្រកាន់លោកឈីសាំងថាមិនចេះអប់រំកូនស្រីប្រាមុនស្នេហ៍បោកប្រាស់ម្ចាស់ថែមទាំងលួចលាក់ភ្ជាប់ទំនាក់ទំនងរវាងវាំងខាងកើតនិងត្រកូលមេតបទៀតផងព្រះរាជជ្រងការមកដល់ព្រះករុណាមានព្រះបន្ទូលក៏ហៅកូនស្រីរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឈីវ៉ាន់ឲ្យចូលគាល់ភ្លាមកូនស្រីត្រកូលឈីព្រះរាជទាយាទនិងកូនប្រុសត្រកូលវៃបានឆ្លោះគ្នាដណ្ដើមឯងនៅតាមផ្លូវរឿងនេះបានលេចចូលពេញរាជធានីទៅហើយតើឯងដឹងទេថាពាក្យអ៊ីស្រាអែលស្អាតនាំទុកគឺសរសេរយ៉ាងម៉េចទូបង្គំល្ងងខ្លៅប៉ុន្តែទូបង្គំមិនដែលមានបំណងអាក្រក់អ្វីឡើយមិនមានបំណងអាក្រក់តែអាចកូរឲ្យមានរឿងពេញទីក្រុងបាន
ខ្លាចតែព្រឹកស្អែកក្រុមមន្ត្រីចាស់នៅការិយាល័យត្រួតពិនិត្យនិងដាក់សារតាំងពេញទៅរបស់ត្រឹមមិនខានព្រះបតារឿងនេះផ្ដើមចេញពីទូបង្គំមិនពាក់ព័ន្ធនឹងជីវ៉ាន់ទេបើចង់ដាក់ទោសសូមដាក់ទោសទូបង្គំចុះព្រះរាជយាទនេះឯងចង់ប្រឆាំងនឹងយើងដោយសារតែស្រីម្នាក់មែនទេទូបង្គំមិនហ៊ានទេប៉ុន្តែជីវ៉ាន់គ្មានកំហុសទេគ្រាន់តែគួរឲ្យស្រឡាញ់ពេកតែប៉ុណ្ណោះព្រះករុណាជីវ៉ាន់គឺជាអ្នកដែលទូបង្គំនាំមកភូមិគ្រឹះដើម្បីទទួលទោសមានកំហុសទូបង្គំសុខចិត្តទទួលកំហុសទាំងអស់កូនប្រុសរបស់ទូបង្គំរំតែម្ដាយរបស់ទូបង្គំពិតជាចូលចិត្តអ្នកនាងជីហើយក្មេងស្រីនេះត្រង់ទៅត្រង់មកនឹងមានចរិតស្មោះត្រង់អែមអូសំបីតែលោកស្រីចាស់វ័យក៏ការពារនាងដែរសូមព្រះករុណាប្រោសប្រណីផងសុទ្ធតែមកពីទូបង្គំមិនចេះអប់រំកូនស្រីបើចង់ដាក់ទោសសូមដាក់ទោសទូបង្គំសុខចិត្តលាលែងពីតំណែងគ្រាន់តែសូមឲ្យព្រះករុណាលើកលែងទោសឲ្យនាងតែប៉ុណ្ណោះក្រោកឈរឡើងទាំងអស់គ្នាឈីចេងយ៉ាងកូនស្រីដ៏ល្អដែលឯងបានអប់រំឈីចេងយ៉ាងកូនស្រីដ៏ល្អដែលឯងបានអប់រំក្លាហានណាស់ហើយភ្នែកក៏ខ្ពស់ទៀតហ៊ានសម្លឹងមើលយុវជនពីរនាក់ដែលយើងទុកចិត្តបំផុតក្នុងពេលតែមួយព្រះរាជយាទមេងយីតើអ្នកទាំងពីរពិតជាមិនអាចខ្វះក្មេងស្រីនេះបានមែនទេព្រះពោពិតជាមិនអាចខ្វះនាងបានទេយប់នេះយើងនឹងផ្ដល់ការប្រោសប្រណីដល់ឯងតើមនុស្សពីរនាក់នេះឯងចង់បានមួយណាខ្ញុំមិនចង់បានអ្នកណាទាំងអស់ខ្ញុំចង់បានតែសេរីភាពប៉ុណ្ណោះបានទេអ្នកទាំងអស់គ្នាដណ្ដើមគ្នារាល់ថ្ងៃមិនដែលគិតពីអារម្មណ៍របស់ខ្ញុំផ្ទាល់សោះល្អក្មេងស្រីត្រកូលឈីល្អណាស់ពិតជាស្មោះត្រង់និងយកការណាស់យឺទេព្រះរាជយាទអ្នកនាងឈីគេមិនបានចាប់អារម្មណ៍ឯងតតែសោះខ្មាស់គេទេហាអាយ៉ាព្រះករុណាភ្លឺស្វាងការយកច្រឡំទាំងអស់នេះគឺការយកច្រឡំកូនស្រីរបស់ទូបង្គំមិនសូវស្គាល់ពិភពលោកនិយាយផ្ដេសផ្ដាសហាប្រឈមមុខនឹងបុរសដូចជាព្រះរាជយាទនិងមេងយីបែបនេះតើឯងពិតជាមិនរំជើបរំជួលចិត្តបន្តិចសោះឬទូបង្គំសូមក្រាបទូលទូបង្គំទទួលស្គាល់ថាពេលជួបលោកមេតបរងវៃលើកដំបូងពិតជាវង្វេងនឹងរូបសម្បត្តិតែសម្រស់របស់គាត់ទើបទូបង្គំហ៊ាននិយាយលេងសើចប៉ុន្តែលក្ខខណ្ឌជ្រើសរើសកូនប្រសាររបស់ប៉ាទូបង្គំក៏មាននៅទីនេះដែរគឺត្រូវខ្ពស់ជើងវែងនិងគូទងនោះសុទ្ធតែជាលក្ខខណ្ឌតឹងរឹងសម្រាប់ការបន្តពូជជាស្តង់ដារនឹងឯងហាប៉ុន្តែចំណុចសំខាន់គឺទោះបីជាពួកគេល្អឥតខ្ចោះយ៉ាងណាក៏មិនអាចចូលមករស់នៅផ្ទះរបស់ទូបង្គំបានដែរដូច្នេះទូបង្គំនិងអ្នកទាំងពីរគឺដាច់ខាតមិនអាចទៅរួចទេអ្នកនាងឈីលើកមុនមានការប្រមាថច្រើនខ្ញុំសូមសុំទោសដោយស្មោះនៅទីនេះគឺខ្ញុំដែលធ្វើការរឹងរូសបង្ខំចិត្តនាងធ្វើឲ្យនាងរងទុក្ខទឹកចិត្តរបស់អ្នកទាំងពីរទូបង្គំទទួលបានហើយលោកឪពុកក្មេកនេះជាតែអ៊ីឈៀនឡុងជីងដែលទើបតែនាំចូលពីតំបន់ជើងណានសរុបទៅមានតែពីកំប៉ុងនេះទេសូមលោកសាកល្បងមើលលោកឪពុកញ៉ាំគ្រាប់វាលណាត់ឲ្យបានច្រើនដើម្បីជំនួយខួរក្បាលតាមព្រះរាជចង្ការនៃព្រះចៅអធិរាជកូនស្រីរបស់លោកឈីសាំងស៊ូឈីវ៉ាន់ដែលមានភាពស្មោះត្រង់ធ្វើឲ្យយើងពេញចិត្តយ៉ាងខ្លាំងថ្ងៃនេះព្រះរាជយាទឈូយូយៀននិងលោកមេតបរងវៃលីងជួនសុទ្ធតែចង់រៀបការជាមួយនាងយើងឃើញថាពួកគេទាំងពីរមានចិត្តស្មោះត្រង់ទើបអនុញ្ញាតឲ្យបើកទំព័រថ្មីក្នុងសៀវភៅពងសាវតាតកូឈីដើម្បីចារទុកជារឿងដ៏ល្អនេះដោយឲ្យឈីវ៉ាន់រៀបការជាមួយកូនប្រសារទាំងពីរហើយរៀបការនៅថ្ងៃនេះតែម្ដងយកទាំងពីរព្រះករុណាធ្វើបែបនេះចង់រឹបអូសទ្រព្យសម្បត្តិគ្រួសារខ្ញុំឬមួយក៏ចង់បំផ្លាញត្រកូលរបស់ខ្ញុំលោកកុងព្រះករុណាទ្រង់មានបន្ទូលមែនទេឬលេងមែនទេនឹងព្រះករុណាមានបន្ទូលផ្ទាល់មកថានេះហៅថាក្លឹងឲ្យស្មើគ្នាថ្លៃបណ្ណាការគឺចេញពីក្លឹងជាតិទ្វេដងធានាថាមិនឲ្យលោកខាត់បងឡើយក្រាបបង្គំទី1គោរពមេឃនឹងដីមិនបានទេក្បាលនាងរឹងណាស់ក្រាបបង្គំទី2គោរពមេដាបតាក្រាបបង្គំទី2គោរពមេដាបតាអបលោកសាចាស់ឈីជំនាញអប់រំកូនស្រីរបស់លោកពិតជាមានតែមួយគត់ក្នុងចំណោមមន្ត្រីទាំងអស់សរសើរហួហាយហាតើយើងគួរតែខិតខំបន្តិចទេមិនបាច់ប្រញាប់ទេសាច់អីអ្នកទាំងពីរសំបីតែរបស់ខ្ញុំចុះនាងថាគួរតែកំដរអ្នកណាមុនគ្រប់គ្រាន់ហើយថ្ងៃស្អែកត្រូវក្រោកពីព្រលឹមមិនបាច់ក្រោកក៏បានគ្រាន់តែប្រាប់ថាព្រះរាជយាទទីនេះមិនស្រួលខ្លួនគួរតែនិយាយថាលោកស្រីហ្វឹកហាត់ក្បាច់គុណរហូតដល់ហត់យ៉ាងណាក៏ដោយសៀវភៅពងសាវតាបានបើកទំព័រថ្មីរួចហើយមិនខ្វះទំព័រនេះមួយទៀតទេ